chấm sông phải che ọt biên bị đá sắc lục thì đôi bậc khom thì cứ lục ọt biên banประพฤติ អ្វី ខុស ទេ គឺ ការ ចម្រាច់ ចិត្ត របស់ ព្រះអង្គ ហើយ សូម ឲ្យ ពុទ្ធ បរិស័ទ ដែល គ្រប់គ្រង ជឿ ព្រះអង្គ សូម បន្ត គ្រប់គ្រង លោក ទៀត លោក នឹង បន្ត ជួយ នៅ ក្នុង ពុទ្ធ សាសនា ទៀត ហើយ តាម ពិត លោក នឹង ត្រូវ រៀបចំ ដោយ សារ ចំណេះ ដឹង របស់ លោក ល្អ ខ្លាំង ជួយ ច្រើន នៅ ក្នុង វិស័យ នេះ រាជរដ្ឋាភិបាល ត្រូវ ការ អ្នក ដែល មាន សមត្ថភាព នេះ ហើយ លោក ក៏ មាន បំណង មាន ឆន្ទៈ ចង់ ចូល រួម ជួយ វិស័យ ពុទ្ធ សាសនា ថែម ទៀត អញ្ចឹង យើង គ្រោង រៀបចំ លោក ជា អនុរដ្ឋលេខាធិការ ក្រសួង ធម្មការ ដើម្បី បន្ត ជួយ វិស័យ ពុទ្ធ សាសនា ត ទៅ ទៀត ខ្ញុំ សូម បើក វងកញ្ចក់ តូច មួយ ចុះ បញ្ជាក់ សមៈ ដល់ ប្រជាពលរដ្ឋ តិច ព្រោះ ខ្ញុំ ឃើញ រឿង មួយ នឹង វា ចេះ តែ ចេញ មក មិញ នឹង រៀប ចេញ មក នឹង ក៏ នៅ តែ រឿង មួយ ថា របប រដ្ឋាភិបាល តកូល ហ៊ុន នេះ កំណាច ណាស់ សំបី តែ លោក ក៏ ចាប់ ផ្សឹក ដែរ ដោយ សារ ប្រសង ជួន កក្កដា លោក ទឹក ផ្សឹក ដល់ អញ្ចឹង គេ នាំ គ្នា ចោទ ថា យើង បខំ លោក ផ្សឹក លោក ឯកឧត្តម ចៅ បរិទ្ធ អត់ មក ទេ បោះ មក ដែរ នឹង ប្រាប់ ឯង ឥឡូវ លែង ហៅ ទូល ព្រះអង្គ ឯង លើក ទៅ លោក ប្អូន ដែរ ឲ្យ លោក ប្អូន ជួយ បញ្យល់ ផង ហ៎ រឿង នឹង 2 ដង ហើយ ខ្ញុំ សូម ជូន ចេះ អត់ មាន ពី ណា បខំ លោក ទេ តាម ពិត ពុទ្ធ បរិស័ទ ដែល ជា fan របស់ លោក រួម ទាំង ប្រពន្ធ របស់ ខ្ញុំ អត់ ចង់ ឲ្យ លោក សឹក ទេ និយាយ ត្រង់ ទៅ ហ្មង ទៅ គ្រាន់ តែ លោក គាត់ ទៅ ថ្វាយ អង្គម លោក មក វិញ ទៅ ដល់ លោក បាន ទូល ព្រះអង្គ ទូល លោក បាន មាន សង្ឃិការ ទៅ ប្រាប់ ពុន ខ្ញុំ តែ លោក តិច ទៀត ប្រហែល ជា ទៅ សឹក ហើយ ពុន ខ្ញុំ មក ដល់ ផ្ទះ តែ บอก អី លោក ដូច 2 អង្គ 3 អង្គ ហើយ ដែល គ្រាន់ តែ ខ្ញុំ ទៅ ថ្វាយ អង្គម លោក សឹក បាត់ ហើយ ទី 1 ព្រះអង្គ សាន សុជា សឹក បាត់ សិត តែ fan របស់ គាត់ ឥឡូវ មក ព្រះអង្គ នួន កក្កដា ហើយ លើក ទី 1 ដែល គេ នេះ ហ្នឹង គឺ សម្ដេច សង្ឃ ខី សុវណ្ណ រតនា មុន បោះ ឆ្នោត ឲ្យ លោក ឥឡូវ ជា រដ្ឋលេខាធិការ ក្រសួង ការបរទេស ពេល ដែល លោក សឹក មុន នឹង លោក សឹក លោក ជួប ជាមួយ ខ្ញុំ ហើយ ក៏ លោក មាន សង្ឃដីកា ថា លោក បាន បំពេញ តួនាទី យូរ ឆ្នាំ ជួយ ប្រទេស ជាតិ តាម ផ្លូវ ពុទ្ធចក្រ ឥឡូវ លោក ចង់ បាន បទពិសោធន៍ របស់ លោក ដែល ជួយ កិច្ចការ នេះ ទៅ ជួយ ប្រទេស ជាតិ តាម ផ្លូវ អាណាចក្រ ម្ដង បាទ លោក នៅ តែ ប្រើ ជំនាញ របស់ លោក ដើម្បី ជួយ ប្រទេស ជាតិ អញ្ចឹង យើង មិន ដឹង ថា ហាម យក វិញ លោក ជា ការ សម្រេច ចិត្ត របស់ លោក ប៉ុន្តែ ពេល ដែល លោក សឹក គេ ចោទ ប្រកាន់ ថា រដ្ឋាភិបាល ដឹកនាំ ដោយ សម្ដេច តេជោ គឺ កណ្ដេរ ថៃ គឺ ផ្សឹក ទាំង ស្ដេច សង្ឃ ទៀត ដល់ ក បណ្ដោយ ឥឡូវ ដល់ លោក ដែល គុណ ជួន កក្កដា ដូច គ្នា ខ្ញុំ សូម បញ្ជាក់ តាម មេក្រូ ដើម្បី ព្រោះ នឹង លឿន តិច ទៀត គេ យក ទៅ ផ្សាយ តាម ប្រព័ន្ធ ព្រោះ ឥឡូវ គេ ផ្សព្វ ផ្សាយ តាម ប្រព័ន្ធ គេ ដឹង រឿង ពិត ប្រាកដ ព្រោះ លោក បាន ចេញ ហើយ ប៉ុន្តែ គេ ចង់ ឲ្យ ប្រជាពលរដ្ឋ អ្នក ដែល គ្រប់គ្រង លោក ជា ច្រើន យល់ ច្រឡំ លើ រដ្ឋាភិបាល រឿង តែ ប៉ុណ្្នឹង គេ មិន អ្នក ដែល ផ្សព្វ ផ្សាយ ឲ្យ ផ្សាយ ទៀត នេះ ដែល ក្រសួង ចេញ មក ផ្សាយ ព្រះអង្គ ចេញ មក ផ្សាយ បង្ហាញ ទាំង កម្មវិធី គេ ចង់ ឲ្យ ប្រជាពលរដ្ឋ អ្នក ព្រោះ លោក មាន អ្នក គ្រប់គ្រង ច្រើន អញ្ចឹង គេ ចង់ ឲ្យ មើល ឃើញ បែប នេះ អញ្ចឹង ខ្ញុំ សូម បញ្យល់ បន្តិច ចុះ ព្រោះ ពាក់ព័ន្ធ នឹង តកែវ ដែរ ហើយ សាសនា នៅ តកែវ ព្រោះ លោក នៅ នៅ វត្ត ប្រាសាទ នាង ខ្មៅ នៅ សំរោង អញ្ចឹង ជាប់ អ្នក តកែវ ដែរ ឥឡូវ មក ជាប់ អ្នក តកែវ នឹក ឃើញ រឿង រឿង ហ្នឹង បាទ ហើយ តាក់ទង រឿង សាសនា ខ្ញុំ សូម បញ្ជាក់ ចេះ អត់ មាន ពី ណា ផ្សឹក លោក ទេ ដោយ បខំ ទេ គឺ លោក អត់ មាន បាន ប្រព្រឹត្ត អ្វី ខុស ទេ គឺ ការ ចម្រាច់ ចិត្ត របស់ ព្រះអង្គ ហើយ សូម ឲ្យ ពុទ្ធ បរិស័ទ ដែល គ្រប់គ្រង ជឿ ព្រះអង្គ សូម បន្ត គ្រប់គ្រង លោក ទៀត លោក នឹង បន្ត ជួយ នៅ ក្នុង ពុទ្ធ សាសនា ទៀត ហើយ តាម ពិត លោក នឹង ត្រូវ រៀបចំ ដោយ សារ ចំណេះ ដឹង របស់ លោក ល្អ ខ្លាំង ជួយ ច្រើន នៅ ក្នុង វិស័យ នេះ រាជរដ្ឋាភិបាល ត្រូវ ការ អ្នក ដែល មាន សមត្ថភាព នេះ ហើយ លោក ក៏ មាន បំណង មាន ឆន្ទៈ ចង់ ចូល រួម ជួយ វិស័យ ពុទ្ធ សាសនា ថែម ទៀត អញ្ចឹង យើង គ្រោង រៀបចំ លោក ជា អនុរដ្ឋលេខាធិការ ក្រសួង ធម្មការ ដើម្បី បន្ត ជួយ វិស័យ ពុទ្ធ សាសនា ត ទៅ ទៀត បាទ អត់ មាន ផ្សឹក លោក ទេ ហើយ ក៏ អត់ មាន បោះ បង់ ចោល ធនធាន ដែល ល្អ ដែល មាន ឆន្ទៈ ជួយ នោះ ដែរ អញ្ចឹង សូម ឲ្យ លោក តា លោក យាយ អ៊ំ ពុំ មីង ដែល ជា fan របស់ ព្រះអង្គ ជួន កក្កដា សូម ក៏ មាន យល់ ការ យល់ ច្រឡំ ហើយ ប្រពន្ធ ខ្ញុំ ក៏ គាត់ ជឿ ខ្ញុំ ហើយ ថា ខ្ញុំ អត់ បខំ លោក ទេ ប្រកប ជា fan មួយ ដែរ គឺ គោរព តាម ការ សម្រេច របស់ ព្រះអង្គ របស់ លោក ប្អូន បណ្ឌិត ជួន កក្កដា តែ លោក ចង់ បាន បន្ត ការងារ ជួយ ទៅ ដល់ សាសនា ជួយ ដល់ សង្គម ជាតិ ប៉ុន្តែ គ្រាន់ តែ ដូរ ផ្លូវ ពី ផ្លូវ ពុទ្ធចក្រ មក ក្នុង ផ្លូវ អាណាចក្រ តែ ប៉ុណ្ណោះ ហើយ យើង នឹង បន្ត ផ្ដល់ ឱកាស ឲ្យ លោក ប្អូន បណ្ឌិត បន្ត ចូល រួម ដើម្បី ជួយ កសាង ពង្រឹង ពុទ្ធ សាសនា ដែល ជា មូលដ្ឋាន សម្រាប់ សង្គម ជាតិ យើង ត ទៅ ទៀត សូម បញ្ជាក់ ប៉ុណ្ណឹង ហើយ បាទ នៅ វត្ត នៅ តកែវ យើង ទាំង ឯង បាទ អ្នក តកែវ ហើយ តកែវ ខ្ញុំ មាន ប្រវត្តិ គឺ ថា មាន អនុស្សាវរីយ៍ រឿង ពុទ្ធ សាសនា ច្រើន ណាស់ បាទ សម្ពោធ វត្ត ច្រើន ជាង គេ គឺ នៅ តកែវ តែ ម្ដង បាទ ហើយ ព្រះអង្គ ខឹម សន ប
តែតែបិណ្ឌបាតឲ្យតែជួបជាមួយនឹងបដិជគុណប្រសងនៅតកែវលោកថាឃើញមុខញោមដូចមាននិស័យទៅសម្ពោធវត្តអាត្មាផងចឹងក៏រឿងនេះប៉ុន្តែឥឡូវត្រឡប់មកវិញសាសនាវប្បធម៌ប្រវត្តិសាស្ត្រធនធានធម៌វិជាតិវត្តប្រាសាទនាងខ្មៅគិតយ៉ាងម៉េចរត់រួចអត់ឲ្យដៃគិតច្បាស់នៅគិតម្ដងទៀតមើលទូលបង្គំខ្ញុំបកណ្ណាសូមនមស្ការក្រោតថ្វាយបង្គំចំពោះសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងដល់ខ្ពង់ខ្ពស់សូមជម្រាបសួរគោរពចំពោះសម្ដេចទ្រង់អាដាមអស់លោកស្រីប្រជាពុទ្ធបរិស័ទទាំងក្នុងប្រទេសទាំងក្រៅប្រទេសដោយសេចក្តីគោរពរាប់អានដល់ខ្ពង់ខ្ពស់ពីខ្ញុំបកណ្ណាខ្ញុំបាទខ្ញុំព្រះករណាខ្ញុំបាទឧបាសកជួនកក្កដាដែលពុទ្ធបរិស័ទក៏ដូចជាពិសេសអ្នកនៅក្នុងបណ្ដាញសង្គមទាំងអស់ប្រហែលជាអាចស្គាល់ខ្ញុំបកណ្ណាខ្ញុំបាទហើយដែលទៅតែលាចាកសិក្ខាបទកាលពីថ្ងៃទី19ខែ3វេលាម៉ោង8កន្លះព្រឹកកន្លងទៅនេះហើយក៏មានព័ត៌មានជាច្រើនដែលតកតងជាមួយនឹងខ្ញុំបកណ្ណាខ្ញុំបាទរឿងលាចាកសិក្ខាបទហើយក៏ធ្វើជាការវែកញែកច្រើនដែលតកតងជាមួយនឹងខ្ញុំដោយសារហេតុនេះខ្ញុំសឹកព្រោះតែហេតុនេះខ្ញុំសឹកព្រោះតែហេតុនេះហេតុនោះអីចឹងទៅប៉ុន្តែខ្ញុំបកណ្ណាខ្ញុំបាទក៏មិនបានឆ្លើយតបទៅលើការលើកឡើងរបស់សាធារណមតិឬក៏ការយល់ឃើញរបស់ពុទ្ធបរិស័ទក៏ដូចជាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសនោះទេប៉ុន្តែដោយមានវីដេអូមួយមិនដឹងថាបងប្រុសឬក៏ប្អូនប្រុសទេហើយខ្ញុំសូមអនុញ្ញាតហៅថាបងទៅចុះប្រហែលជាប្អូនឬក៏បងតែខ្ញុំសូមហៅបងខ្ញុំឃើញវីដេអូបងប្រហែលជានៅក្រៅប្រទេសហើយប្រហែលជាធ្លាប់ជួបខ្ញុំបាទកាលនៅជាប្រសង់នៅប្រទេសកាណាដាតាមដែលខ្ញុំបាទឃើញរូបភាពនៅក្នុងពិធីមួយខ្ញុំបកណាខ្ញុំបាទនៅជាប្រសង់បានទៅទទួលចង្ហាន់នៅក្នុងកម្មវិធីហ្នឹងហើយដោយសារខ្ញុំមានអ្នកថតជាមួយច្រើនខ្ញុំអត់ចាំទីកន្លែងតែខ្ញុំចាំព្រះជាគុណទាំងពីរព្រះអង្គដែលគង់នៅចិត្តខ្ញុំបកណាខ្ញុំបាទនោះគឺខ្ញុំបកណាខ្ញុំបាទស្គាល់ព្រះអង្គតែបងប្រុសនៅខាងក្រោយខ្ញុំកណាបានចាំឈ្មោះរបស់គាត់ទេប៉ុន្តែខ្ញុំបកណាខ្ញុំបាទឃើញវីដេអូដែលគាត់បានធ្វើការបកស្រាយដែលថាខ្ញុំសឹកនេះដោយសារតែការចាប់បង្ខំអញ្ចឹងខ្ញុំកណាខ្ញុំបាទសូមអនុញ្ញាតដើម្បីចាក់វីដេអូនឹងបន្តិចហើយខ្ញុំកណាខ្ញុំបាទនឹងបកស្រាយនៅអ្វីដែលគាត់បានលើកឡើងមកនេះគឺមានន័យថាបងមានប្រសាសន៍នេះគឺខុសពីការពិតនឹងទាំងស្រុងតែម្ដងបងនេះខ្ញុំសូមអនុញ្ញាតពីបងខ្ញុំមិនដឹងថាបងដឹងព័ត៌មាននឹងពីណាទេតែសម័យខ្លួនរបស់ខ្ញុំទេដែលជាអ្នកសម្រេចចិត្តដោយខ្លួនខ្ញុំមិនមាននរណាបង្ខំហើយមិនមាននរណាមកថាយ៉ាងម៉េចឲ្យខ្ញុំលាចាកសិក្ខាបទទេគឺជាខ្លួនរបស់ខ្ញុំតែម្ដងចិត្តរបស់ខ្ញុំអ្នកសម្រេចតែម្ដងឥឡូវសូមស្ដាប់វីដេអូរបស់គាត់ដែលគាត់បានលើកឡើងរបស់អតីតព្រះសង្ឃជួនកក្កដាមានតែសម្ដេចសង្ឃមិនលើកពី5អង្គទេណាដែលដឹងពីរឿងហ្នឹងណាក្នុងនោះមានសម្ដេចសង្ឃ2អង្គដែលបានគម្រាមទៅលើព្រះអង្គជួនកក្កដាទី1គឺសម្ដេចសង្ឃឈឹងប៊ុនជាងណាទី2សម្ដេចសង្ឃធំសតណាដែលជាសង្ឃ7មករាណាបានគម្រាមព្រះអង្គជួនកក្កដាណាបងជំនឿការសឹករបស់ព្រះអង្គជួនកក្កដានេះសូម្បីតែបងប្អូនបង្កើតបងប្អូនជីដូនមួយរបស់លោកណាមិនបានទទួលដំណឹងផងណាបងប្អូនជាតិណាសម្ដេចសង្ឃកម្ពុជាហ្នឹងខប្រាប់ពីល្ងាចលុះព្រឹកឡើងម៉ោង9ចាប់សឹកយ៉ាងកាត់ក្រហល់តែម្ដងបងប្អូនជាតិណាបងប្អូននេះវាឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅផែនការរបស់ជួនក្នុងការកំទេចពុទ្ធសាសនាយើងណាបងប្អូនដឹងហើយពុទ្ធសាសនាគឺជាកន្លែងប្រមូលផ្ដុំអ្នកប្រាជ្ញបណ្ឌិតអ្នកចេះដឹងណាបងប្អូនណាអញ្ចឹងហើយទើបជួនប្រើប្រាស់អាចងរបស់ខ្លួននេះមានហ៊ុនសែនណាឲ្យកំទេចអ្នកប្រាជ្ញអ្នកចេះដឹងបណ្ឌិតឲ្យផ្ទៃទាំងអស់ណាហើយនឹងបំផ្លាញពុទ្ធសាសនាយើងឲ្យរលាយសាបសូន្យងាយស្រួលនឹងលេបយកទឹកដីកម្ពុជាយើងទាំងនោះណាបងប្អូនជាតិខ្ញុំបកណាខ្ញុំបាទសូមអនុញ្ញាតដើម្បីបកស្រាយនៅអ្វីដែលគាត់បានលើកឡើងនេះគឺសម្រាប់ខ្ញុំកណាខ្ញុំបាទតែម្ដងដូចជាមិនមានរឿងនឹងសោះខ្ញុំបកណាខ្ញុំបាទសូមទូលប្រកេននឹងជម្រាបឲ្យបានជ្រាបថាខ្ញុំដូចជាមិនមានរឿងអ្វីដូចដែលគាត់បានលើកឡើងនឹងសោះហើយខ្ញុំបកណាខ្ញុំបាទដែលលាចាកសិក្ខាបទដោយឃើញភ្លាមបាននាំគ្នាផ្ទុះតែលាចាកសិក្ខាបទនេះខ្ញុំកណា
សូមទូលប្រកេនសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាខ្ញុំកណាជាមនុស្សដែលពុទ្ធបរិស័ទគាត់បានស្គាល់ដឹងច្រើនហើយខ្ញុំជឿថាពុទ្ធបរិស័ទគាត់នៅស្រឡាញ់នៅស្ដាយច្រើនបើកាលណាខ្ញុំប្រាប់ថាខ្ញុំនឹងសឹកនៅថ្ងៃប៉ុណ្ណេះថ្ងៃប៉ុណ្ណោះខ្ញុំដើរប្រាប់គេតាមរោងបុណ្យខ្ញុំដើរប្រាប់គេតាមទីសាធារណៈឬញោមដែលស្គាល់សាកសម័យមើលថាតើអ្នកដែលបានចូលរួមនឹងមានប្រមាណអ្នកនេះគ្រាន់តែគិតទេហើយតើពួកគាត់នៅសុខទេថាដឹងតែខ្ញុំសឹកថ្ងៃប៉ុណ្ណេះប៉ុណ្ណោះខ្ញុំជឿប្រកាសណាស់ថាមិនសុខទេហើយគាត់នឹងមកហ្នឹងគឺប្រកាសជាមានអ្នកខ្លះគាត់អាណិតគាត់ស្ដាយគាត់នឹងយំស្រែកពេញតែវត្តហ្នឹងឯងហើយឲ្យខ្ញុំសម្រេចថាខ្ញុំសឹកទៅតើខ្ញុំមានអារម្មណ៍ថាយ៉ាងម៉េចការសម្រេចចិត្តរបស់ខ្ញុំហ្នឹងហាក់បីដូចជាធ្វើឲ្យពួកគាត់យំស្រែកអញ្ចឹងខ្ញុំសម្រេចចិត្តខ្លួនខ្ញុំថាខ្ញុំដែលដាក់ថ្ងៃសឹកគឺខ្ញុំអត់ប្រាប់សាធារណជនពុទ្ធបរិស័ទញាតិមិត្តពធហ្នឹងឲ្យតាន់ពេលវេលាថាដឹងថ្ងៃនេះថ្ងៃនោះទេគឺខ្ញុំទៅតែប្រាប់ស្អែកឡើងសឹកគឺខ្ញុំប្រាប់ថ្ងៃហ្នឹងខ្ញុំប្រាប់ដូចយើងឃើញទាំងអស់គ្នានៅតាមបណ្ដាញសង្គមជាពិសេសញោមអាដាមម៉ុងរិទ្ធីខ្ញុំឆាតទៅគាត់ខ្ញុំប្រាប់គាត់នៅពេលដែលម៉ោង 10 ទៅហើយ10យប់ទៀតមិនមែន10ព្រឹកទេអញ្ចឹងមានន័យថាខ្ញុំព័ត៌មានដែលខ្ញុំសឹកនេះគឺខ្ញុំមិនបង្ហាញពុទ្ធបរិស័ទសាធារណជនឲ្យដឹងឲ្យឮមុនរយៈពេលយូរទេព្រោះខ្ញុំដឹងខ្លួនឯងថាប្រកាសជាមានបញ្ហាញោមអញ្ជើញមកច្រើនហើយអញ្ចឹងត្រឡប់មកវិញទៅលើបងដែលមានប្រសាសន៍នេះខ្ញុំសូមអរគុណហើយដែលបងគិតថាខ្ញុំជាអ្នកចេះដឹងមួយហើយខ្ញុំជាធនធានមនុស្សមួយដែលបងឲ្យតម្លៃដែលបងគិតថាខ្ញុំនឹងអ្នកចេះប៉ុន្តែដែលបងមានប្រសាសន៍ដូច្នេះធ្វើហាក់បីដូចជាបងសម្រាប់ខ្ញុំទៅវិញទេព្រោះខ្ញុំមិនមែនសម្ដេចព្រះពុទ្ធជ័យមនីខឹមសនសម្ដេចឈឹងប៊ុនជាលោកមកបង្ខំខ្ញុំទេខ្ញុំនិយាយដោយការពិតគឺខ្ញុំទេអ្នកដែលទៅទូលសម្ដេចព្រះពុទ្ធជ័យមនីខឹមសនដំបូងបំផុតដែលខ្ញុំមកពីប្រទេសកាណាដាព្រោះខ្ញុំមកពីប្រទេសកាណាដាហើយខ្ញុំបានតែមួយថ្ងៃទេខ្ញុំចូលទៅថ្វាយបង្គំសម្ដេចព្រោះសម្ដេចនុនង៉ែតសម្ដេចព្រះអគ្គមហាសង្ឃរាជខ្ញុំនៅវត្តបទុមគឺនាំគ្នាហៅថាសម្ដេចកងព្រោះខ្ញុំអ្នកវត្តបទុមដែរទូលលោកមិនបានចាំដូចមុនទេព្រោះលោកបញ្ជូនច្រើនហើយអញ្ចឹងខ្ញុំថ្វាយបង្គំលោកហើយខ្ញុំទៅថ្វាយបង្គំព្រះសម្ដេចព្រះពុទ្ធជ័យមនីខឹមសនទូលថាសម្ដេចខ្ញុំកណាអស់អានិសង្ឃហើយខ្ញុំកណាសុំសឹកមិនមែនសម្ដេចបជាសឹកទេសម្ដេចខាត់ទៀតខ្ញុំទូលទៅលោកថាខ្ញុំមានបំណងថាចង់សឹកនៅក្នុងបច្ចុប្បន្ន40នេះហើយអញ្ចឹងសូមសម្ដេចអនុគ្រោះដល់កូនចៅសូមលាសម្ដេចដើម្បីលាចាកសិក្ខាបទហើយប្រាប់ហេតុផលច្រើនប្រកេនទៅសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនឹងសម្ដេចព្រះពុទ្ធជ័យមនីខឹមសនខ្ញុំអ្នករស់នៅក្រោមអាវ៉ាត់របស់លោកតាំងពីឆ្នាំ2006ម្លេះខ្ញុំនៅវត្តបទុមគាត់លេខ7វត្តបទុមបតីគឺញាតិញោមពុទ្ធបរិស័ទដឹងទាំងអស់ហើយទូទាំងប្រទេសថាខ្ញុំពីមុនជាប្រសង់នៅវត្តបទុមបតីដែលចេញពីវត្តសំហងដែតមកចូលវត្តសារាវ័នបានមួយឆ្នាំខ្ញុំមកនៅវត្តបទុមបតីគាត់លេខ7ហ្នឹងដែលជាគាត់របស់លោកគ្រូខ្ញុំព្រះអង្គគ្រូធម្មធេរោសែមសរិនដែលលោកបានសុំឲ្យស្នាក់នៅសិក្សារៀនសូត្រទីនោះហើយសម្ដេចព្រះអគ្គមហាសង្ឃរាជនុនង៉ែតសម្ដេចព្រះពុទ្ធជ័យមនីខឹមសនលោកគឺជាអ្នកមានឧបការៈលើខ្ញុំច្រើនណាស់ទាំងការអប់រំទាំងការផ្ដល់សេចក្តីសុខទាំងការคุ้មគ្រងខ្ញុំអប់រំថែរក្សាខ្ញុំនៅជាប្រសង់នៅទីនោះខ្ញុំអត់មានរឿងអីដែលត្រូវមកសម្ដេចបង្ខំខ្ញុំឲ្យសឹកទេហាក់បីដូចជាចោតសម្ដេចទាំងស្រុងទៅហើយខ្ញុំសូមអព្យាស្រ័យបើបងបានស្ដាប់ឮខ្ញុំនិយាយនេះខ្ញុំជាឧបាសកមួយរូបហើយតែខ្ញុំមិនបានត្រូវសម្ដេចបង្ខំខ្ញុំឲ្យសឹកអីទេអត់មានសោះខ្ញុំអ្នកទទួលសូមសម្ដេចដោយត្រង់សម្ដេចខាត់ចុះបើអូនឯងសឹកសម្ដេចលោកហៅខ្ញុំតែអូនទេបើអូនឯងសឹកវត្តប្រាសាទនាងខ្មៅគិតយ៉ាងម៉េចរត់រួចអត់អូនឯងគិតច្បាស់នៅគិតម្ដងទៀតមើលបានខ្ញុំទទួលលោកប្រាប់ដោយត្រង់ចេញពីចិត្តថាខ្ញុំអស់អានខ្ញុំកណាអស់អានិសង្ឃហើយសម្ដេចខ្ញុំកណាសូមពេលវេលាដែលជួយវត្តប្រាសាទនាងខ្មៅនិងសាសនាមានតែរយៈពេលប៉ុណ្ណេះឆ្នាំទេប៉ុណ្ណឹងឆ្នាំបានតែខ្ញុំបានប្រាប់ថាវត្តប្រាសាទនាងខ្មៅហ្នឹង13ឆ្នាំសម្រាប់ខ្ញុំទេអញ្ចឹងខ្ញុំកណាសូមលាសម្ដេចសឹកមិនអីទេអូនបើថាអូនឯងសឹកភិនវិធីកាលនោះសម្ដេចលោកថាអញ្ចឹងភិនវិធីអាចគ្រប់គ្រងបានទេអត់ថាអីទេសម្ដេចព្រោះខ្ញុំកណាបាននិយាយជាមួយគ្នារួចហើយការសឹកនេះផ្ទេយ៉ាងណាធ្វើយ៉ាងណាឬក៏គ្រប់គ្រងយ៉ាងម៉េចឲ្យវាសមហេតុផលសមរម្យអញ្ចឹងខ្ញុំកណាសម្ដេចរួចហើយបើខាត់មិនបានតាមឧបនិស្ស័យទៅអូនណារៀបចំពេលវេលាតាមអព្យាស្រ័យទៅធ្វើម៉េចបើអស់អានិសង្ឃហើយអ្វីមិនទៀងនេះសម្ដេចជាបន្ទូលរបស់សម្ដេចហើយខ្ញុំកណាខ្ញុំបាទក៏បានទទួលសម្ដេចព្រះមហាសមេធាធិបតី
ទូលរឿងខ្ញុំកណាខ្ញុំបាទសូមអនុញ្ញាតដើម្បីលេខចាក់សិក្ខាបទសម្ដេចព្រះមហាសម្មេធាធិបតីក៏លោកខត់ដូចគ្នាព្រោះខ្លាចខ្ញុំកណាខ្ញុំបាទចេញពីវត្តប្រាសាទនាងខ្មៅទៅកូនសិស្សខ្ញុំកណាខ្ញុំបាទរាប់រយអង្គតើគិតយ៉ាងម៉េចសម្ដេចមិនមែនហៅខ្ញុំអូនដោយសម្ដេចព្រះពុទ្ធជ័យមុនីទេគឺសម្ដេចហៅព្រះអង្គគិតម៉េចឥឡូវនេះបើព្រះអង្គទៅធ្វើម៉េចវត្តហ្នឹងយ៉ាងម៉េចបានទូលរៀបរាប់រឿងរ៉ាវទាំងអស់ថ្វាយសម្ដេចព្រះមហាសម្មេធាធិបតីថាទូលបង្គំបានរៀបចំរួចរាល់អស់ហើយទូលបង្គំសម្រាប់នឹងលាចាក់សិក្ខាបទហើយអញ្ចឹងរឿងរ៉ាវទាំងអស់នេះខ្ញុំបានទទួលសម្ដេចដោយផ្ទាល់ខ្លួនខ្ញុំហើយសម្ដេចជាពិសេសសម្ដេចព្រះពុទ្ធជ័យមុនីខឹមសនលោកមានករណាមេត្តាលើខ្ញុំណាកូនចៅដែលនៅក្រោមឱវាទរបស់សម្ដេចខ្ញុំនឹងហើយដែលជាមនុស្សមិនខ្វល់សុំការងារធ្វើអីទាំងអស់តែសម្ដេចសម្បីតែតួនាទីអីផ្សេងមកវត្តប្រាសាទនាងខ្មៅក៏សម្ដេចបានផ្ដល់ឲ្យធ្វើអូនឯងធ្វើជួយធ្វើខាងនេះធ្វើខាងនោះវិន័យធរគុណខេត្តតកែវក៏សម្ដេចថាអូនឯងជួយគ្នាការពារសាលាពុទ្ធិកៈពង្រឹងសាលាពុទ្ធិកៈនឹងឲ្យល្អឲ្យប្រសើរនេះការយកចិត្តទុកដាក់របស់សម្ដេចជាអង្គម្ចាស់ដែលជាលោកជាអ្នកមានគុណលើខ្ញុំប្រកាសណាខ្ញុំបាទតាំងពីឆ្នាំ2007មកម្លេះ2006ចូលមកគង់ចុងឆ្នាំ2007រហូតមកដល់ដែលខ្ញុំកណាខ្ញុំបាទមកនៅវត្តប្រាសាទនេះមកក៏ទៅមកនៅសំណាក់អាស្រ័យនៅទីនោះរឿងអីដែលសម្ដេចធ្វើមកបខំខ្ញុំកណាខ្ញុំបាទឲ្យសឹកអត់មានរឿងហេតុផលហ្នឹងទេហើយកុំគិតថាខ្ញុំនិយាយនេះប្រហែលជាមាននរណាគៀបសង្កត់ខ្ញុំអត់មាននរណាគៀបសង្កត់ខ្ញុំទេគឺខ្ញុំនិយាយដោយចិត្តរបស់ខ្ញុំនិងការសម្រេចចិត្តរបស់ខ្ញុំព្រោះខ្ញុំសម្រេចចិត្តតែខ្ញុំនឹងសឹកនៅក្នុងអាយុ40ហើយគោលដៅនេះខ្ញុំមិនមែនទៅតែខ្ញុំគិតថាខ្ញុំសឹកហើយថ្ងៃនេះថ្ងៃនោះទេខ្ញុំសន្មត់ខ្លួនខ្ញុំកំណត់ពេលវេលាខ្លួនខ្ញុំថាការងារទាំងឡាយខ្ញុំនៅជាលោកសង្ឃខ្ញុំធ្វើរហូតដល់ខ្ញុំអាយុ40គឺខ្ញុំកំណត់ចឹងមកពេលដែលខ្ញុំអាយុ40ខ្ញុំការងារដែលខ្ញុំធ្វើប្រយោជន៍សម្រាប់សាសនានិងសម្រាប់កូនសិស្សរបស់ខ្ញុំទោះបីចំនួនប្រហែល10សប្តាហ៍ថ្ងៃនេះរហូតដល់ចំនួនទី19នេះគឺខ្ញុំធ្វើរហូតពេលណាខ្ញុំសឹកគឺខ្ញុំអស់អានិសង្ឃរបស់ខ្ញុំគឺខ្ញុំដាក់ពេលវេលាខ្ញុំតែម្ដងអញ្ចឹងរឿងអីដែលថាខ្ញុំត្រូវសម្ដេចមកបខំហើយជាពិសេសមួយព្រះអង្គទៀតសម្ដេចព្រះឧត្តមចរិយាបណ្ឌិតឈឹងមុនជាសម្ដេចលោកអត់បានដឹងថាខ្ញុំសុំសឹកទេតែដល់ពេលខ្ញុំដាក់ថ្ងៃពេលវេលាឲ្យសម្ដេចជាអង្គម្ចាស់ឈឹងមុនជាខ្ញុំអត់បានទៅជួបផ្ទាល់ទៀតខ្ញុំបានខលទូរស័ព្ទទៅទូលសម្ដេចថាសម្ដេចខ្ញុំកណាសូមអនុញ្ញាតថ្វាយបង្គំលាសម្ដេចសឹកហើយសូមសម្ដេចមេត្តាចូលរួមផងសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសីយាតក៏ដូចគ្នាខ្ញុំក៏ទូរស័ព្ទទៅប្រកេនលោកថាខ្ញុំកណាលាចាក់សិក្ខាបទថ្ងៃនេះថ្ងៃនោះហើយថ្ងៃទី19អញ្ចឹងណាសូមសម្ដេចមេត្តាចូលរួមផងអញ្ចឹងរឿងរ៉ាវទាំងអស់នេះគឺខ្ញុំអ្នកកំណត់តែគ្រាន់តែថាដេញថ្ងៃដេញខែខ្ញុំប្រគល់ថ្វាយសម្ដេចព្រះមហាសម្មេធាធិបតីអំលំហេងដែលលោកថាមើលអូនឯងកើតឆ្នាំអីព្រះអង្គកើតឆ្នាំអីព្រះអង្គខ្ញុំក៏ប្រាប់ថាខ្ញុំកណាទូលបង្គំឆ្នាំនេះទៅលោកថាឆ្នាំហ្នឹងដាក់ថ្ងៃប៉ុណ្ណេះសមថ្ងៃប៉ុណ្ណេះសមអញ្ចឹងយើងធ្វើតាមរបៀបបុរាណថាសឹកឲ្យមានឧបជាសឹកឲ្យមានបាអាចារ្យហ្នឹងអ្នករៀបចំឲ្យកុំឲ្យសឹកដោយសារតែចង់ខ្លួនឯងចេះទៅត្មងអញ្ចឹងថ្វាយទៅលោកដេញថ្ងៃនេះល្អថ្ងៃសុក្រល្អថ្ងៃសៅរ៍ល្អថ្ងៃពុធល្អអីចឹងទៅក៏សម្រេចថ្ងៃ19ហ្នឹងថ្ងៃពុធហ្នឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំកំណត់ហើយដែលបងមានប្រសាសន៍មួយទៀតថាបងថាខ្ញុំបងប្អូនខ្ញុំបងប្អូនជីដូនមួយខ្ញុំមីងពូខ្ញុំសិតតែអត់មានអ្នកដឹងទាំងអស់មិនមែនដូច្នោះទេបងប្អូនខ្ញុំជីដូនមួយខ្ញុំពូមីងខ្ញុំក៏ដឹងយូរហើយខ្ញុំប្រាប់យូរហើយខ្ញុំប្រាប់នឹងប្រាប់មិនមែនទៅប្រាប់តែឥឡូវទេខ្ញុំប្រាប់តាំងតែពីដើមឡើយមកថាខ្ញុំអាយុ40ខ្ញុំនឹងសឹកហើយមុនមួយខែពីរខែខ្ញុំប្រាប់ឲ្យរួចស្រេចហើយថាខ្ញុំដាក់ថ្ងៃពេលវេលាហើយខ្ញុំនឹងសឹកហើយខ្ញុំសម្រេចខ្លួនខ្ញុំអញ្ចឹងហើយខ្ញុំអត់មាននរណាមកបង្ខំខ្ញុំទេសូមបងអព្យាស្រ័យអភ័យទោសខ្ញុំសូមបដិបត្តិគោរពពីចម្ងាយសម្រាប់បងដែលបានបកស្រាយនេះគឺមិនមែនជាការពិតសម្រាប់ខ្ញុំទេខ្ញុំដាក់ចិត្តដាក់កាយរបស់ខ្ញុំបួសពី13ឆ្នាំរហូតដល់40ខ្ញុំគិតថាខ្ញុំរៀងហត់នឿយច្រើននេះខ្ញុំនិយាយពីបេះដូងរបស់ខ្ញុំណាគឺខ្ញុំហត់នឿយច្រើនណាស់ទាំងការចិញ្ចឹមទំនប់បំរុងការស្វែងរកជំនួយផ្សេងដើម្បីឧបត្ថម្ភកូនសិស្សខ្ញុំរហូតមកដល់ថ្ងៃនេះដែលខ្ញុំចាក់សិក្ខាបទបាត់ចំនួន3ថ្ងៃនេះមានន័យថាកូនសិស្សរបស់ខ្ញុំបានដល់ទៅ4677អង្គហើយអញ្ចឹងខ្ញុំគិតថាកូនសិស្សទាំងឡាយលោកគ្រូធ្វើបានប៉ុណ្ណឹងហើយសូមកូនសិស្សទាំងឡាយហ្នឹងយល់ថាលោកគ្រូមានការហត់នឿយច្រើនហើយអញ្ចឹងលោកគ្រូធ្វើការទាំងអស់នេះគឺដើម្បីកូនសិស្សទាំងអស់
តែលោកគ្រូអត់មានជីវិតខ្លួនឯងទេអញ្ចឹងលោកគ្រូទៅណាមកឯណាធ្វើអីគឺសិតតែជាជីវិតរបស់កូនសិស្សយកខ្លួនឯងដើរតួជាអ្នករកជំនួយចិញ្ចឹមឧបត្ថម្ភអប់រំឈឺស្កាត់ពេទ្យមកអីផ្សេងអញ្ចឹងលោកគ្រូមានបន្ទុកធ្ងន់ហើយសុំសម្រាប់ហើយអាយុ40ហ្នឹងមានន័យថាម៉េចក្នុងអាយុ40នេះខ្ញុំសូមអនុញ្ញាតសម្រាប់ជីវិតរបស់ខ្ញុំពីកិច្ចរវល់ទាំងអស់នោះខ្ញុំសូមគិតគូរជីវិតខ្លួនខ្ញុំពេលវេលាខ្លួនខ្ញុំអនាគតខ្លួនខ្ញុំហើយនឹងការរៀនសូត្ររបស់ខ្លួនខ្ញុំបើខ្ញុំនៅជាព្រះសង្ឃខ្ញុំជួយបានដល់សាសនារបស់ខ្ញុំព្រោះសាសនារបស់ខ្ញុំគឺមានគុណលើខ្ញុំដល់ក្រៃលែងដែលចិញ្ចឹមខ្ញុំអប់រំខ្ញុំបីបាច់ខ្ញុំថែរក្សាខ្ញុំបង្កើតឲ្យខ្ញុំមានគំនិតមានបញ្ញាមានការចេះដឹងហើយនឹងការតបគុណទៅវិញនេះគឺជាគុណអំណាចរបស់សាសនាដែលបានចិញ្ចឹមខ្ញុំទៅបានខ្ញុំធ្វើទាំងអស់នេះហើយខ្ញុំសូមពេលរបស់ខ្ញុំតែពេលដែលខ្ញុំលេចាកសិក្ខាបទទៅប៉ុណ្ណឹងឯងខ្ញុំសូមជីវិតរបស់ខ្ញុំទេដើម្បីឲ្យខ្ញុំគិតពីខ្លួនខ្ញុំផងគ្មាននរណាមកបង្ខំអីខ្ញុំទាំងអស់ហើយទៅបងលើកមកឯណាឯណីពេញទឹកពេញដីចេះបងយល់អត់ទាន់បានជ្រៅទេហើយខ្ញុំសុំទោសបើបងខឹងខ្ញុំចំណុចនេះតែបងគិតថាតើបងនិយាយតើខ្ញុំដាក់ខ្ញុំនេះតើវារឿងពិតឬក៏អត់បានមកពីណាដែលខ្ញុំខ្លួនឯងនេះខ្ញុំមិនទាំងបានប្រាប់នរណាផងហ្នឹងថាខ្ញុំសឹកថ្ងៃណាខ្ញុំប្រាប់តែបងប្អូនខ្ញុំប្រាប់ទូលតែសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនិយាយជាមួយតែព្រះអង្គភិនវិធីហើយនឹងបងអាចារ្យទួនឈុនខ្ញុំនិយាយតែគ្នាខ្ញុំពីរបីនាក់ទេដែលខ្ញុំដាក់ចិត្តដាក់កាយតែខ្ញុំសឹកចឹងខ្ញុំសូមផ្ដាំផ្ញើវីដេអូនេះមិនមែនចំពោះតែបងប្រុសដែលបានបកស្រាយទាំងអ្វីមិនមែនការពិតនឹងថាជូនដល់សាធារណជនប្រគេនដល់ព្រះអង្គគ្រប់អង្គហើយនឹងពុទ្ធបរិស័ទរបស់ពុទ្ធសាសនាមណ្ឌលទាំងក្នុងនិងក្រៅប្រទេសផងដែរថាខ្ញុំអស់អានិសង្ឃជាព្រះសង្ឃខ្ញុំអស់បុណ្យជាព្រះសង្ឃខ្ញុំសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនរបស់ខ្ញុំមិនមាននរណាបង្ខំឡើយអ្វីដែលខ្ញុំនិយាយគឺជាការពិតហើយខ្ញុំបញ្ជាក់ខ្លួនខ្ញុំទៀតណាខ្ញុំ40ខ្ញុំសឹកគឺខ្ញុំកំណត់ខ្លួនខ្ញុំស្រាច់អញ្ចឹងខ្ញុំអាយុ40គឺខ្ញុំសឹកហើយអញ្ចឹងសូមអស់លោកទាំងអស់មេត្តាជ្រាបសូមកុំយល់ច្រឡំហើយជាពិសេសខ្ញុំពេលដែលលើបងបកស្រាយសម្ដេចខឹមសនសម្ដេចខឹមសនពេញមាត់ហើយម៉ាត់សម្ដេចឈឹងមុនជាពេញមាត់ហើយម៉ាត់នេះខ្ញុំមានអារម្មណ៍មួយថាហេតុអីខ្ញុំសឹកតែធ្វើបាបលោកជាអ្នកមានគុណខ្ញុំហើយមិនបានត្រូវទៅជារងគ្រោះទៅលើលោកទៅវិញព្រោះបើសម្ដេចឈឹងមុនជានឹងខ្ញុំមិនបានស្នាក់នៅជាមួយនឹងសម្ដេចទេគ្រាន់តែប្រស្រ័យតាក់ទងស្គាល់សម្ដេចនៅក្នុងភេទជាបព្វជិតនឹងពេលខ្លះក៏សម្ដែងធម៌មួយសម្ដេចខ្លះកាលពីមុនតែបើសម្ដេចខំសនតែម្ដងគឺលោកជាអ្នកមានគុណលើខ្ញុំណាច្រើនមែនទែនដែលខ្ញុំអាចរៀបរាប់នៅប្រគុណរបស់លោកបានហើយមកដល់ពេលនេះក៏ខ្ញុំនៅតែស្នាក់អាស្រ័យជាមួយសម្ដេចជាអង្គម្ចាស់ដដែលអញ្ចឹងសូមបងពិចារណាឡើងវិញហើយគិតឡើងវិញហើយជាពិសេសសូមពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមេត្តាកុំយល់ច្រឡំបែបនេះអីខ្ញុំលឺហើយដូចជារង្គៀសចិត្តជាមួយនឹងការបកស្រាយរបស់បងដូចជាមិនត្រូវរឿងសំបីតែបន្តិចសោះដែលខ្ញុំមិនអាចទទួលយកបានសូមឲ្យខ្ញុំលាចាកសិក្ខាបទរបស់ខ្ញុំទាំងដែលខ្ញុំសម្រេចចិត្តខ្លួនខ្ញុំឲ្យខ្ញុំទៅបានសេចក្តីសុខខ្លួនខ្ញុំផងឲ្យខ្ញុំបានមានសេរីភាពខ្លួនខ្ញុំផងឲ្យខ្ញុំទៅដោយសេចក្តីសុខខ្លួនខ្ញុំនិងគំនិតខ្លួនខ្ញុំដែលខ្ញុំចង់នឹងផងសូមអនុញ្ញាតបងប្អូនជនរួមជាតិពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសមេត្តាសន្តោសប្រោសប្រណីអាណិតដល់ខ្ញុំឈប់យកខ្ញុំទៅដាក់នេះយកខ្ញុំទៅដាក់ឯនោះនឹងយកខ្ញុំទៅលាបជាមួយពណ៌នេះយកខ្ញុំទៅលាបជាមួយពណ៌នោះខ្ញុំមិនមែនជាអ្នកដែលត្រូវប្រឡាក់ពណ៌ដោយដែលបងប្អូនបានលើកឡើងមួយចំនួននោះទេអញ្ចឹងខ្ញុំផ្ញើសារនេះគ្រាន់តែជូនទៅដល់បងដែល